ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកប្រាប់ពីរបៀបប្រើប្រាស់និងដូរឈ្មោះ password របស់ Dom Wi-Fi ប្រភេទនេះបន្ទាប់មកអ្នកទាំងអស់គ្នាមកមើលខាងក្រោយអ្នកទាំងអស់គ្នាឃើញកន្លែងអ្នក SIM នៅពេលដែលអ្នកទាំងអស់គ្នាដាក់ SIM គឺមើលតាមសញ្ញា SIM នេះហើយកន្លែងនេះគឺជាកន្លែងពិសេសនៅពេលដែលអ្នកទាំងអស់គ្នាចង់ដូរឈ្មោះដូរ password ថ្មីទៅគ្រាន់តែអ្នកទាំងអស់គ្នាចុចកន្លែងពិសេសហ្នឹងទៅវាផ្ដាច់ឲ្យវា load មក password ដើមហ្នឹងហើយកន្លែងនេះគឺកន្លែងឈ្មោះ password វាបងឈ្មោះវាដើមប៉ុន្តែ Dom Wi-Fi ប្រភេទនេះវាថ្មីបងអញ្ចឹងពេលមកយ៉ាងទៅគេអត់មាន password ទេបងមានតែឈ្មោះអញ្ចឹងណាបើអ្នកទាំងអស់គ្នាចង់ដាក់ password គ្រាន់អ្នកទាំងអស់គ្នាចូលទៅកន្លែង IP address នេះមកបានដាក់ SIM ដាក់ថ្មហើយបន្ទាប់មកគ្រាន់តែអ្នកទាំងអស់គ្នាដាក់ហើយអ្នកទាំងអស់គ្នាចុចប៊ូតុងនេះមកបើកទេបើកហើយវានឹងលូតភ្លើងពណ៌សទេចាបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកន្លែង setting អ្នកទាំងអស់គ្នាឃើញលើឈ្មោះនេះ Huawei .7e 2F អញ្ចឹងអ្នកទាំងអស់គ្នាចុចមកឈ្មោះវាពេលអ្នកទាំងអស់គ្នាចុចហើយវានឹងលោតឲ្យយើងទៅដាក់ដូរឈ្មោះដូរ password ហើយអ្នកទាំងអស់គ្នាចុចពាក្យកន្លែងនេះសញ្ញាព្រួយចុចឲ្យអ្នកទាំងអស់គ្នាឃើញអក្សរចិនហើយនិងអង់គ្លេសបើអ្នកទាំងអស់គ្នាអត់ចេះចិនទេអ្នកទាំងអស់គ្នាបដូរដាក់អង់គ្លេសមកពេលអ្នកទាំងអស់គ្នាចុចលើអង់គ្លេសហើយចុចសញ្ញាព្រួយវានឹងលោតទៅចូលកន្លែងនេះចឹងអ្នកទាំងអស់គ្នាចុច start ណាហើយវានឹងលោតទៅដល់កន្លែងឈ្មោះបើអ្នកទាំងអស់គ្នាចង់ដូរឈ្មោះគាត់លោកវាឲ្យអ្នកទាំងអស់គ្នាដាក់ឈ្មោះអ្នកទាំងអស់គ្នាមកហើយខ្ញុំដាក់ឈ្មោះខ្ញុំហើយ password វាអត់ទាន់មានទេអញ្ចឹងអ្នកទាំងអស់គ្នាដាក់ password មកខ្ញុំដាក់118នៅពេលដែលអ្នកទាំងអស់គ្នាដាក់ឈ្មោះដាក់ password ហើយអ្នកទាំងអស់គ្នាគាត់ចុចទីកន្លែងនេះមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុច nextឃើញវាផ្ដាច់ឈ្មោះដើមអីចឹងអ្នកទាំងអស់គ្នាចាំបន្តិចណាមិញខ្ញុំបានដាក់ឈ្មោះខ្ញុំអញ្ចឹងចូលលេងឈ្មោះខ្ញុំហ្នឹងមកហើយ password វា118អញ្ចឹងវាភ្ជាប់ឈ្មោះខ្ញុំឲ្យមិញហ្នឹងខ្ញុំបានដាក់ឈ្មោះខ្ញុំហើយនឹងដាក់ password រួចហើយ